រឿងតោនិងជ្រូកព្រៃរស់នៅមិនចុះសម្រុងនឹងគ្នា រដូវប្រាំងរាល់ឆ្នាំអ្វីៗក៏រៀងស្ងួតទឹកកាន់តែពិបាករកអំណាចអ្នកណាធំអ្នកនោះមានសិទ្ធិហើយជ្រូកព្រៃឯងមកនេះធ្វើអ្វីទឹកនេះជារបស់អញទឹកព្រៃជារបស់រួមឯងកុំអាងអីឯងឃើញមុនឯងចង់សាកជាមួយអញមែនទេតាំងពីកើតមកអញមិនដែលខ្លាចអ្នកណាទេអ្នកណាមិនខ្លាចអញក៏មិនខ្លាចឯងដែរមកបើចង់ប្រយុទ្ធគឿនវយហឺហ៊ុយហ៊ុយនោះជ្រូកព្រៃឯងមើលទៅលើមេឃនោះទៅសត្វត្មាតវាកំពុងរងចាំយើងពួកវាដឹងថាយើងនឹងត្រូវស្លាប់ម្នាក់ក្នុងចំណោមយើងមិនខានបើបន្តប្រយុទ្ធទៀតយើងត្រូវតែឈប់ឆ្លោះគ្នាហើយបើមិនដួលឆ្លោះទេយើងទាំងពីរនឹងក្លាយជាអាហាររបស់វាតើយើងចែកគ្នាញ៉ាំចុះការឆ្លោះគ្នាគ្រាន់តែនាំមកនៅទុក្ខទោសតែប៉ុណ្ណោះល្អហើយអញក៏យល់ស្របដែរយើងគួរតែរស់នៅដោយសន្តិភាពមែនហើយជីវិតយើងមានតម្លៃជាងការឆ្លោះប្រកែកគ្មានរឿងមិនសមហេតុផលចាប់ពីពេលនេះទៅយើងនឹងរស់នៅជាមិត្តនឹងគ្នា